chẳng ở nhóm nâng bà hành tại tông cho mùi nâng event destroy hay xâm đạp event mùi ní cứ dương pra pra chraun event destroy chỉ tu tấu kê pra pra nâu pê đài dương trong ai object đa mối trâu bàn bát bỏng chứ nhóm đã object mùi chỉ bà enemy nâng object mùi tiết cứ chỉ bà là bọt đại dương thừa ai viên nâng bà thôi càng nghi từ tua bà miền thời giờ chẳng đi từ tua ông bà dương bà xong ngàn tích để sai nhom record chẳng phải nhom record hay nhom đừng lọc cho nó không bà đã cho nó YouTube đã lại ai của dương chẳng bạch thọt cả ban này một ông memory của dương này ok chẳng bênนั้นคือលោកគ្រូត្រូវបញ្ចូល new object sprite បាទបន្តមកទៅយើង insert យើងចុច open អញ្ចឹងបើសិនជា sprite យើងជាប្រភេទ sprite ដែលមាន anime គឺយើង import យើងយក sprite sheet បន្តមកទៀតយើងរើសអញ្ចឹងជាទូទៅគឺខ្ញុំប្រើប្រាស់ material ដែលខ្ញុំមានស្រាប់បាទអញ្ចឹងខ្ញុំចង់បានជា virtual player មួយបាទខ្ញុំយក auto character បាទអញ្ចឹងអានេះខ្ញុំយកខ្មុំដោយសារបាទខ្មុំបើសិនយើងប៉ះខ្មុំទៅគឺបាទយើងអាចស្លាប់អីចឹង destroy អញ្ចឹងយើងមើលអានេះមានប្រហែលតួខ្មុំ1 2 3 4 5 6 7 8អញ្ចឹងអូនរើវាយកមក8មកវានឹងចាប់បានឲ្យយើងហើយអញ្ចឹងយើង insert វាចូលអញ្ចឹងយើងបានទាំងអស់8ខ្មុំ import យើងលុបអាទទេចោលអញ្ចឹងបងមើលនៅពេលដែលអ្នកទាំងអស់គ្នាឲ្យខ្មុំហ្នឹងវាដំណើរការរហូតគឺយើងងាកមកមើលកន្លែងនេះកន្លែង anime នេះគឺយើងយក loop មានន័យថាបាទ loop គឺមានន័យថាគឺឲ្យវាធ្វើដដែលពាក្យថា loop នៅក្នុងភាសា technology យើងប្រើពាក្យថា loop speed គឺធម្មតាទេគឺល្បឿនអញ្ចឹងបើសិនជាយើងឃើញថាវារៀងអត់សូវលឿនយើងចង់តឡើង speed គឺយើងតឡើង speed មកដើម្បីឲ្យវាលឿនជាងមុនអញ្ចឹងទៅអញ្ចឹងនេះគឺជា enemy អញ្ចឹងខ្ញុំធ្វើការ close វាបាទអញ្ចឹងខ្មុំគឺនៅទីនេះហើយខ្មុំហ្នឹងបន្ទាប់ពីយើងបញ្ចូលហើយយើងអាចធ្វើឲ្យវាហោះលើហោះទៅលើហោះទៅក្រោមបានបាទអញ្ចឹងឥឡូវនេះខ្មុំនេះខ្ញុំដាក់ឲ្យវានៅនឹងសិនដោយសារពួកយើងថ្មីបើសិនជាបរិញ្ញាច្រើនក៏រៀងពិបាកដែរអញ្ចឹងខ្ញុំនឹងបញ្ចូលតួអង្គមួយទៀតគឺជាតួអង្គដែលយើងត្រូវយកវាមកប្រើបាទអញ្ចឹងខ្ញុំយក sprite ខ្ញុំបើកបាទខ្ញុំ add មកស្ដាមខ្ញុំយក import sprite sheet បន្ទាប់មកទៀតខ្ញុំយក order character បាទអញ្ចឹងខ្ញុំយកជា Maslow បាទអញ្ចឹងខ្ញុំទៅដកផ្សិតខ្ញុំ open បាទអញ្ចឹងផ្សិតនេះមានប៉ុន្មាន frame យើងជួយមើលអញ្ចឹងមាន2 4 6បាទ2 4 6 8 10 12 14អញ្ចឹងកាលណាយើងគូកាន់តែច្រើន frame រូបរបស់យើងកាន់តែ smooth អញ្ចឹងយើងដាក់វាចូលយើង import យើងលុប frame ដើមមួយបន្ទាប់មកទៀតយើងដាក់ធ្វើការ loop ហ្នឹងគឺអ្នកនរគ្នាឃើញថាវាមានចលនាបាទយើងទៅដកផ្សិតណាបាទអញ្ចឹងយើងនាំគ្នាទៅដកផ្សិតអូខេអញ្ចឹងផ្សិតនេះគឺខ្ញុំទម្លាក់នៅកន្លែងនេះបាទខ្មុំខ្ញុំដាក់កន្លែងនេះអូខេអញ្ចឹងពេលហ្នឹងគឺនៅពេលដែលយើងអត់ទាន់បានសរសេរកូដអត់ទាន់បានសរសេរអីទេពេលដែលយើងប៉ះបើយើងប៉ះខ្មុំក៏យើងអត់ស្លាប់ដែរតើណាមិនឃើញជារឿងធម្មតាទេពេលហ្នឹងគឺអ្នកទាំងអស់គ្នាអាចបាទសរសេរកូដបាទសរសេរកូដគឺងាយទេយើងអត់មានចាំបាច់អីទេអញ្ចឹងអ្នកទាំងអស់គ្នាចាំថានៅពេលដែលតួអង្គនេះប៉ះជាមួយនឹងខ្មុំជា enemy ដែលយើងសរសេរជាសាច់រឿងគឺឲ្យតួអង្គហ្នឹងងាប់តើណាត់បាទតែបើសិនជាគាត់ចូលព្រៃគាត់ដកផ្សិតបាទធ្វើជាអាហារអញ្ចឹងពេលគាត់ដកផ្សិតមានន័យថាគឺពេលដែលតួអង្គប៉ះជាមួយនឹងបាទប៉ះជាមួយនឹងអីបាទប៉ះជាមួយនឹងផ្សិតហ្នឹងគឺឲ្យផ្សិតហ្នឹងរលាយ destroy អញ្ចឹងយើងបានអីដែលខ្ញុំនិយាយអញ្ចឹងយើងយកទៅសរសេរ like event sheet នៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើបាទ event sheet ធ្វើគេហៅថាចលនាឬក៏សកម្មភាពឬក៏ behavior អីតាក់ទងជាមួយនឹងសកម្មភាពផ្សេងៗយើង add event sheet អញ្ចឹង add event sheet នៅពេលដែលតួអង្គមួយនេះប៉ះជាមួយនឹង on collision អញ្ចឹងនៅពេលដែលតួអង្គមួយហ្នឹងប៉ះជាមួយនឹង object មួយទៀតបាទ on collision
next មួយនឹងអីជាមួយនឹងខ្មុំអញ្ចឹងនៅពេលដែលតួអង្គយើងប៉ះជាមួយនឹងខ្មុំ action សកម្មភាពកើតឡើងយ៉ាងម៉េចគឺឲ្យយ៉ាងម៉េចគឺឲ្យតួអង្គនឹងយើងបាននិយាយឲ្យ telling story ដែលខ្ញុំប្រាប់មិញគឺឲ្យតួអង្គរលាយអញ្ចឹង spray គឺត្រូវ destroy បាទ destroy មានន័យថារលាយយើងសាកលបងហើយកុំភ្លេច save ផងយើងសាកលបងធ្វើវាបាទអញ្ចឹងនៅពេលដែលតួអង្គហ្នឹងប៉ះជាមួយនឹងបាទខ្មុំអញ្ចឹងឲ្យតួអង្គរលាយបន្តមកទៀតគឺយើងចាប់ផ្ដើមគាត់ទៅដកផ្សិតនៅពេលដែលតួអង្គហ្នឹងបាទ collision on បាទ on collision with another object ចុចនៅលើបាទចុចនៅលើនេះ done បន្តមកទៀតបាទគឺឲ្យបាទពេលដែលតួអង្គប៉ះជាមួយនឹងផ្សិតឲ្យផ្សិតនឹង destroy បាទហើយដែលយើងចង់បានជាភាពតាក់ទាញបើសិនជាយើងចង់បានសម្លេងដាក់នៅពេលដែលវាប៉ះនឹងតើយើងត្រូវធ្វើដូចម្ដេចអញ្ចឹងទី1គឺយើងត្រូវមានសម្លេងគឺអាចអ្នកទាំងអស់គ្នាបង្កើតដោយប្រើប្រាស់ record អ្នកដែលគាត់នៅទំនេរហើយអ្នកដែលគាត់ត្រូវការសម្លេងយើងប្រាប់ថាទៅជួយ record សម្លេងតម្លាក់ខ្ញុំដូចជាប៉ឹងតើងមើងបាទអញ្ចឹងទាំងអស់ហ្នឹងគឺជាចំណុចមួយដែលអ្នកទាំងអស់គ្នាត្រូវបាទដាក់ឧទាហរណ៍លេង game ឧទាហរណ៍នឹង warning អញ្ចឹងយើងអាចស្រែក warning បាទយើងអាហ្នឹងគឺវាអត់ជាប់ copyright ទេបាទអញ្ចឹងដើម្បីបានជាសម្លេងអ្នកទាំងអស់គ្នាអាចធ្វើពី AI ឬក៏អ្នកទាំងអស់គ្នាអាចយ៉ាងម៉េចបាទអ្នកទាំងអស់គ្នាអាចចូលក្នុងធនធានមួយយើងហៅថា pixel base ហើយបន្ទាប់មកទៀតយើងមិនបាច់joinឬក៏ log in ក៏បានដែរយើងយកពាក្យ effect បាទបន្ទាប់មកទៀតបន្ទាប់ពីយកពាក្យ effect ហើយអ្នកទាំងអស់គ្នាអាចរកសម្លេងយកមកប្រើបានអញ្ចឹងទីខ្ញុំរកពាក្យថា it បាទអញ្ចឹងខ្ញុំរកពាក្យថា it ហើយបញ្ជាក់ថាសលេងសម្រាប់សលេងហ្នឹងគឺអ្នកទាំងអស់គ្នាយកខ្លីៗទេមួយសង្ខិនអីបានហើយបាទអូខេខ្ញុំគិតថាមិញនេះអត់រីកតំណងទេអូខេអញ្ចឹងខ្ញុំយកអានេះបាទអញ្ចឹងពេលដែលយើង down ហើយវានឹងរត់ទៅខាងលើបាទអញ្ចឹងខ្ញុំចុច down បាទចុច download ជាថាអ៊ីនធឺណិតខ្ញុំថ្ងៃហ្នឹងរៀង slow បន្តិចដោយសារផ្លេចយកទូរស័ព្ទមកអញ្ចឹងអត់មាន hotspot ទេមួយទៀតបាទដូចជា down មិនបានចាំមើលខ្ញុំ check មើលថាកុំព្យូទ័ររបស់ខ្ញុំមានសលេងអីបាទអញ្ចឹងយើងអាច down ចេញពីហ្នឹងអញ្ចឹងយើងចង់បន្ថែមសំឡេងបាទខ្ញុំភ្ជាប់ជាមួយនឹងការបន្ថែមសំឡេងដើម្បីបន្ថែមសំឡេងបានទី1គឺយើងត្រូវមានឧបករណ៍ចាក់សំឡេងអញ្ចឹងយើង add new object យើងយកពាក្យ audio ចុច insert បាទបន្ទាប់មកទៀតយើងត្រូវធ្វើការចាក់សំឡេងអញ្ចឹងដើម្បីចាក់សំឡេងបានបាទដើម្បីចាក់សំឡេងបានទី1យើងត្រូវមានបាទសំឡេងសិនអញ្ចឹងនេះជាសំឡេងដែលខ្ញុំបាន download គឺនៅក្នុង download ហើយបញ្ជាក់ណាខ្លះគឺ download ហើយអត់ដឹងសំឡេងនៅណាទេអញ្ចឹងពីច្រើនគឺវានៅក្នុង download អញ្ចឹងយើងចុចបាទ import សំឡេងសិននៅក្នុង sound មកស្ដាំ import sound យើងយកពាក្យ import audio បាទយើងយកពាក្យ download ពីច្រើនគឺវានៅហ្នឹងបាទអញ្ចឹងយើង open មកហើយយើងចង់ test វាក៏បានដែរបាទយើង double click លើវាមកបាទ import សិនមកបាទអូខេអញ្ចឹងខ្ញុំអាចបន្ថែមសំឡេងមួយទៀតទៅ import sound import audio បាទខ្ញុំទៅមើលក្រោមតើមានសំឡេងអីទៀតឧទាហរណ៍ថាបាទខ្ញុំមិនដឹងថាណាគេខ្ញុំយកអាមួយនេះទៅមិនដឹងជាយ៉ាងម៉េចទេតែយើង test បាទយើង import យើង test វាបាទអញ្ចឹងអានេះអត់កើតទេវាវែងពេកយើងអាចធ្វើជា sound នៅពេលដែល editing ទេយើងអាចធ្វើជា background អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមពេលដែលខ្ញុំឲ្យគាត់ញ៉ាំជាមួយនឹងបាទអានេះបាទឲ្យវាលឺសលេងបាទអញ្ចឹងយើង add audio ឲ្យ play អីគេបាទអូខេដល់អញ្ចឹងពេលហ្នឹងគឺយើងអាច test ជាមួយនឹង pack ទី1បាទយើងចុច play វាមកបាទអញ្ចឹងពេលហ្នឹងយើងអាច testing បាទ
ខ្ញុំទៅបាទអូខេឃើញទេបាទអញ្ចឹងអាហ្នឹងយើងអាចធ្វើអាហ្នឹងបានហើយបើសិនជាយើងអានេះទៅឲ្យវាលុតបាទស្លាប់អីចឹងទៅបើសិនជាយើងធម្មតាពេលយើងលេងគឺយើងមិនចាំបាច់បាទចុចអីទេឲ្យវា restart game អញ្ចឹងយើងចង់ឲ្យវា restart game គឺយើងចូល add event system បាទសំទោសកន្លែងនេះពេលអញ្ចឹងដល់ពេលវា destroy កន្លែងនេះគឺយើង action system បាទ .start layout បាទអញ្ចឹងយើងយកពាក្យ restart layout អញ្ចឹងពេលដែលងាប់ហើយវានឹង renew នៅ level យើងឡើងវិញឧទាហរណ៍ថាខ្ញុំទៅបុកអាហ្នឹងបាទយើងទៅបុកអាហ្នឹងទៅវាបាទវា renew អត់យើងចាំបាច់ចុចម្ដងទៀត compile វាទៀតទេអូខេអញ្ចឹងខ្ញុំមានប៉ុណ្នេះ10នាទីជាងដែរហើយសម្រាប់ការងារដែលយើងធ្វើបន្តបាទអញ្ចឹងយើងត្រូវដាក់ spray យើងត្រូវរៀប spray រៀបអីធ្វើ background ធ្វើ level ធ្វើអីឲ្យបានទៅហើយមកហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ event ចូលក្នុងហ្នឹងអូខេខ្ញុំមានប៉ុណ្ណឹងណាបាទអញ្ចឹងយើងធ្វើ